ថ្មីអ្វីដែលយើងត្រូវដោះស្រាយជាងគេគឺ bacterial microorganism មានន័យថាមេរោគគឺយើងត្រូវដោះស្រាយទៅលើបញ្ហាមេរោគអញ្ចឹងតែក្នុងករណីណាខ្លះដែលយើងគិតថាមានមេរោគច្រើនច្បាស់ណាស់គឺករណីមាន infection នៅខាងចុងរូតធ្មេញយើងអាចនិយាយបានថាទៅពេលដែលយើងឃើញផតមកឃើញ PA មកឃើញមាន radiolucency នៅខាងចុងរូតធ្មេញធំតែគិតថាព្យាបាលជាយើងតែតែ plan ធ្វើ treatment plan ទៅលើ surgery យើងអត់ដែល focus ទៅលើថាតើការព្យាបាលរូតធ្មេញវាអាចមានប្រសិទ្ធភាពដែរឬក៏អត់ទេចំពោះការព្យាបាលរូតធ្មេញយើងបាននិយាយហើយថា shaping cleaning dressing ឬក៏ operation វាតែសំខាន់ប៉ុន្តែសម្រាប់ខ្ញុំអ្វីដែលសំខាន់ហើយអាចគិតថាអាចដោះស្រាយទៅលើការសម្លាប់មេរោគបានល្អគឺ irrigation មានន័យថា solution អញ្ចឹងមេរោគដែលខ្លាចជាងគេគឺ solution ជាពិសេសគឺ sodium hypochlorite នៅក្នុងករណីដែល infection ធំពេលខ្លះយើងអាចនឹង predict ថា result វានឹងកើតមានឡើងល្អបើសិនជាយើង management ឬក៏យើងអាចដោះស្រាយទៅលើបញ្ហានឹងបានល្អជាពិសេសការធ្វើ endodontic treatment យើងបានល្អក៏ដោយដោយDr. Vishnu ក៏បាននិយាយថាយើងប្រើ rotary file system ចុងក្រោយគេមិនក៏ដោយវាគ្រាន់តែបាន follow ទៅតាម original anatomy ទេត្រូវទេប៉ុន្តែតែយើងគិតថាការ shaping របស់យើងហ្នឹងវាអាចមានឥទ្ធិពលក្នុងការទៅសម្លាប់មេរោគបានល្អអត់នៅក្នុងការព្យាបាលរូតធ្មេញជាស្រ័យសម្រាប់ endodontic point of view ការ shaping គឺគ្រាន់តែជាការបរិច្រូតធ្មេញដើម្បីការដាក់ irrigation ចូលដាក់ bleach ដាក់ EDTA ឬក៏ដាក់ solution ចូលទេយើងអាចប្រើការ shaping តែមួយមុខដើម្បីទៅសម្លាប់មេរោគដើម្បីទៅដោះស្រាយការព្យាបាលរូតធ្មេញរបស់យើងឲ្យបានជោគជ័យទេចឹងដូច្នេះគឺយើងទោះបីយើងប្រើ file rotary file system រហូតដល់តម្លៃ$100 $200 shaping បានល្អ taper បានល្អប៉ុន្តែશુંថាតើការលាងនៅក្នុងរូតធ្មេញការ disinfection នៅក្នុងរូតធ្មេញរបស់យើងបានស្អាតអត់នេះជាអ្វីដែលយើងត្រូវ concern អ្វីដែលយើងត្រូវបារម្ភ file របស់យើងអាចចូលទៅក្នុង lateral canal អាចចូលទៅក្នុង apical data កើតអត់ Yes impossible តើអ្វីអាចចូលទៅក្នុងក្លុកកលៀតទាំងអស់ហ្នឹងពីព្រោះថាអ្នកគ្រូកានិកាក៏បានលើកឡើងថាមេរោគរបស់យើងអាចមាននៅក្នុង irregularity ឬជា directional tubule apical data យើងបើសិនជាយើងចង់ឲ្យការសម្លាប់មេរោគរបស់យើងបាន maximum ល្អបានកាន់តែខ្ពស់បានល្អទោះតែយើងមានលទ្ធភាពទៅសម្លាប់មេរោគនៅកន្លែងទាំងអស់ហ្នឹងសិនតែការ shape ជាមួយនឹង rotary file ការ shape ទៅជាមួយនឹង rotary system ផ្សេងៗទៀតដែល flexible តែយើងគិតថាវាអាចចូលទៅក្នុងកន្លែងនេះបានអត់ Yes